Good morning. Ủa, phải chơi mà. សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទចង់ទៅ adventure ជាមួយនឹងវីដេអូថ្មីទៀតហើយហ្នឹងហើយខ្ញុំ M49 ឥឡូវកំពុងរៀបចំធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកោះកុងឥឡូវយើងឆ្ពោះដំណើរចេញពីផ្លូវសហព័ន្ធរុស្ស៊ីរបស់យើងហ្នឹងហើយឥឡូវមុននឹងយើងចេញដំណើរទៅក៏យើងធ្វើការចូលផឹកកាហ្វេមួយសិនទាំងអ៊ីនោះក៏ដាក់ពុកអញ្ចឹងគាត់បុកកាហ្វេខ្ញុំមកអញ្ចឹងខ្ញុំឈប់ចាំមិត្តភ័ក្តិរបស់ខ្ញុំផងតាមដងផ្លូវហើយមិត្តភ័ក្តិរបស់ខ្ញុំក៏គាត់មកដល់ដែរអញ្ចឹងក៏យើងដាក់កាហ្វេទាំងអស់គ្នាបន្ទាប់ពីយើងបានផឹកកាហ្វេហើយក៏យើងធ្វើការចូលទៅចាក់សាំងនៅក្នុងក្រាស់តេនឡាមួយកន្លែងបន្ទាប់ពីយើងចាក់សាំងពេញហើយក៏យើងធ្វើដំណើរទៅមុខទៀតនឹងថតផ្ដិតយកទស្សនវិជ្ជាតាមដងផ្លូវផ្សេងមានអារម្មណ៍ថាសប្បាយនៅពេលដែលយើងចេញពីទីក្រុងភ្នំពេញបន្ទាប់ពីធ្វើការងាររបស់យើងនេះអាកម្មាប់របស់ខ្ញុំជិះម៉ូតូមកត្រែងទៅហើយអញ្ចឹងយើងមានអារម្មណ៍ថាសប្បាយឈៀលមែនទែនយើងលេងគិតពីការងាររបស់យើងហើយផ្សេងអញ្ចឹងណាពេលដែលយើងបានជិះម៉ូតូហើយយើងមកដល់លើផ្លូវបាយទៅខាងកោះកុងហើយនឹងហើយទស្សនវិជ្ជាតាមដងផ្លូវកោះកុងលើស្អាតជាងមុនគេធ្វើឲ្យបាយជាធំ 99.99% ពេលមុនខ្ញុំជិះមកដល់ផ្លូវហ្នឹងហើយគឺផ្លូវដីហុយហ្នឹងឥឡូវវារហូតមកដល់ផ្លូវកន្លែងបត់ទៅខាងស្រុកបទុមសាគរនេះគឺផ្លូវជាតិរហូតចឹងខ្ញុំជិះពីទីក្រុងភ្នំពេញមកប្រហែលជាម៉ោង2ជាងអីមកដល់នេះប្រហែលជា3ម៉ោងហ្នឹង3ម៉ោងកន្លះមកដល់តមកទៀតខ្ញុំជិះតាមផ្លូវដីក្រហមនេះបន្តិចបត់ឆ្វេងហ្នឹងប្រហែលជា30គីឡូឆ្ពោះទៅកាន់កន្លែងឆ្នេរគីទឹករបស់យើងនៅខាងភូមិថ្មសឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុងឥឡូវយើងកំពុងចូលរត់ទិញអីវ៉ាន់អីទុកញ៉ាំពេលយប់ធ្វើម្ហូបធ្វើអីយប់ឡើងអញ្ចឹងយកទៅហូបនៅពេលយប់ឡើងចឹងណាតែនិយាយអីចឹងទៅពុកម៉ាខ្ញុំឃ្លៀនមិនឃ្លៀនខ្លាំងនេះពុកម៉ាខ្ញុំមើលឃ្លៀនខ្លាំងហើយក៏យើងធ្វើដំណើរចេញពីកន្លែងយើងទិញអីហ្នឹងវារឿងយប់ហើយប្រហែលជាពីកន្លែងយើងទិញអីទៅកាន់កន្លែងយើងបោះតង់ហ្នឹងសល់ប្រហែលជា4-5គីឡូទៀតទេឥឡូវយើងជិះចូលតាមលបងផ្ទះបងអ៊ំប្រុសមួយព្រោះជាឯកជនដីឯកជនរបស់គាត់កន្លែងឆ្នេរហ្នឹងអញ្ចឹងឥឡូវយើងធ្វើដំណើរទៅហើយឥឡូវយើងកំពុងរកកន្លែងបោះតង់ឥឡូវយើងមកដល់មើលដាមរត់ត្រើយនេះយើងមកដល់ឆ្នេរគីទឹកតែគេហៅឆ្នេរដងក្អោបឥឡូវមើលស្ថានដីបែបហ្នឹងវារៀងពិបាកទេឥឡូវយើងកំពុងរកកន្លែងដីរៀបដើម្បីកន្លែងខ្សាច់ណារៀបស្រួលបោះតង់អញ្ចឹងណាហ្នឹងហើយសម្រាប់នេះតិចច្រឡំថាគេមកហូបអីចោលហ្នឹងមិនទេសម្រាប់ដែលវាដែលទឹកលោកវាសัตว์ដែលមកអញ្ចឹងណាវាសម្រាប់ច្រើនមានគ្រប់កន្លែងតែអីយើងអាចបោះបានយើងបោះឲ្យប្រមូលដុតតិចទៅវាអស់ហើយមើលយើងបោះម្ដុំនេះប្រហែលឃើញទៅនេះគឺរៀងទំនៀមល្អតិចរៀងក្បាលទៅនេះយើងដីរៀងខ្ពស់តិចហើយទៅនេះហ្នឹងហើយឥឡូវយើងរកកន្លែងបោះតង់ឃើញហើយអញ្ចឹងយើងត្រឡប់មកជួយអីវ៉ាន់របស់យើងវិញដើម្បីធ្វើការរៀបចំដំឡើងតង់របស់យើងសម្រាប់គេងយប់ហ្នឹងនេះជាសកម្មភាពក្នុងការដំឡើងតង់របស់ពួកយើងទាំងអស់គ្នាហ្នឹងហើយសូមអញ្ជើញទស្សនាសកម្មភាពដំឡើងតង់របស់យើងថ្ងៃបន្ទាប់ពីយើងធ្វើការដំឡើងតង់ហើយក៏យើងរៀបចំធ្វើម្ហូបសម្រាប់ហូបយប់ហ្នឹងយើងធ្វើការប្រឡាក់សាយសម្រាប់ចៀនហើយយើងមានម្ហូបដូចជាសាច់មាន់សាច់ជ្រូកយើងចៀនចឹងណាហើយនឹងមីហិលយើងធ្វើមីហិលដែរយប់ហ្នឹងហើយហ្នឹងហើយយើងមនុស្សយើងម្នាក់តែងតែរស់សេចក្តីសុខហើយខ្លួនឯងរៀងខ្លួនទៅតាមអ្វីដែលចូលចិត្តតាមចំណងចិត្តបងលោកម្នាក់ហើយចំពោះខ្ញុំបាទសូមចូលចិត្តគ្នាម្ដងថាទៅចឹង
រួចក៏ខ្ញុំបានមកធ្វើការផ្លុំខ្នើយខ្យល់សម្រាប់គេចំណឹងហើយយប់រៀងជ្រៅដែរនេះមើលយប់ហើយជាម៉ោង1 2ឯងបន្ទាប់មកក៏កាត់មកដល់ពេលភ្លឺយើងមានអារម្មណ៍សោកស្ដាយតែងើបព្រឹកឡើងហើយនេះគឺជាទេសភាពពេលព្រលឹមដែលពួកយើងបានផ្ដិតទៅកាន់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាថាឆ្នេរគៀនទឹកហើយឆ្នេរដូងក្អូបនេះមានសម្រស់ធម្មជាតិបែបណាប៉ុន្តែសម្រាប់ខ្ញុំមួយគឺខ្ញុំពេញចិត្តនៅសម្រស់ធម្មជាតិបែបហ្នឹងតើបងប្អូនទាំងអស់គ្នាចូលចិត្តនឹងការបោះតង់ដូចខ្ញុំបានដែរទេបើចូលចិត្តសូមខមមិននឹងឲ្យ like បេះដូងមួយមកតមកទៀតគឺយើងធ្វើការឆុងកាហ្វេនិងហូបអាហារពេលព្រឹកតិចតួចដូចជារថវងពងដែលពួកយើងបានខ្ចប់ពីទីក្រុងភ្នំពេញមកយើងយកមកធ្វើបន្តមកយើងធ្វើការសម្អាតសម្រាមរបស់យើងបន្តដំណើរទៅមុខទៀតហើយបន្ទាប់ពីយើងបោះតង់មួយយប់ឥឡូវយើងចេញពីឆ្នេរគៀនទឹកនេះគេហៅឆ្នេរគៀនទឹកហៅឆ្នេរដូងក្អូបគៀនទឹកចឹងនេះសើដើមដូងមកកណោសើដើមដូងដែលអ៊ំម្ចាស់ចកាគាត់ដាំហ្នឹងប្រហែលជាង7-10ហាត់ហ្នឹងប្រហែលដូងថ្ងៃក្រោយមកទៀតអត់មកទឹកមុខឆ្នេរស្អាតតំបន់ស្អាតទៀតមកទៀតទឹកមុខដូចកំសត់ម៉េះទឹកមុខដូចមកមួយថ្ងៃដូចចង់ថ្ងៃក្រោយលេចង់មកទេផត់តែសុបាយតាបាយដំណើរកម្សាន្តរបស់ពួកយើងក៏ឈានដល់ទីបញ្ចប់ក៏សូមអរគុណសម្រាប់ការទស្សនាតាមដានវីដេអូរបស់ពួកយើងនិងកុំភ្លេចតាមដានវីដេអូរបស់យើងក្រោយៗទៀតបាយ